ชูมือខ្ញុំសឿមគង់ទៀតហើយបានយេមិនមែនជាកៈវ័យតែសូមប្រាប់ចរចាសាសតចាប់ស្រដីប្រាប់ទៅក្មេងៗយូរវ័យប្រកក្តីស្រីក្តីជំនាន់ក្រោយពេញវ័យមិនតាន់គុំគ្រាន់បើចង់មានគូបណ្ដើប្រយ័ត្នធ្លោយក្របពុំមិនចង់រូរយធ្វើមុខរៀងលយហេចហើយចង់សារអលបនរឿងកាមសេមិនសមមិនខ្មាស់ញៀតវ័យក្រោម5ពីរក្មេងចង់រសៀតសេធំមកឃ្លាតឆ្ងាយសឹកក៏មិនសម័យឥឡូវក្រោម18មិនយល់អត្ថន័យពាក្យថាស្រឡាញ់ឃើញភ្លាមស្រឡាញ់ផ្លែដូចជាសង្សារអញលឺហើយសែនជ្រេងគ្មានពាក្យវាចាមិនបានប្រមាណផងពាក្យពេចអូនបងក៏លែងមានដែរលឺតែពាក្យថាឆ្កែមិនឆ្កែនៅមិនចោះសម្រងគ្នាបែកគ្នាក៏បែកទៅអាខ្លះកូនមួយអាខ្លះកូនពីរមុននឹងបែកគ្នាជេអូជេម៉ែអត់ខ្វល់អីទេបែកគ្នាអញយកថ្មីទៀតតែសូមប្រាប់ចរចាសាសពចាប់ស្ដីប្រាប់ទៅក្មេងៗយូរវែងប្រកក្តីស្រីក្តីជំនាន់ក្រោយពេញវ័យមិនទាន់គុំគ្រាន់បើចង់មានគូបណ្ដាប្រយ័ត្នធ្លោយក្របពុំមិនចង់រូរយធ្វើមុខរៀងលយហេតុចង់សាឡបងនឹងរឿងកោយក្របពុំមិនចង់រូរយធ្វើមុខរៀងលយហេតុហើយចង់សារអលបងនឹងរឿងកាមសេមិនសមមិនខ្មាស់ញៀតវ័យក្រោម5ពីរក្មេងចង់រសៀតសេធំមកឃ្លាតឆ្ងាយសឹកក៏មិនសម័យឥឡូវក្រោម18មិនយល់អត្ថន័យពាក្យថាស្រឡាញ់ឃើញភ្លាមស្រឡាញ់ផ្លែដូចជាសង្សារអញលឺហើយសែនជ្រេងគ្មានពាក្យវាចាមិនបានប្រមាណផងពាក្យពេចអូនបងក៏លែងមានដែរលឺតែពាក្យថាឆ្កែមិនឆ្កែនៅមិនចោះសម្រងគ្នាបែកគ្នាក៏បែកទៅអាខ្លះកូនមួយអាខ្លះកូនពីរមុននឹងបែកគ្នាជេអូជេម៉ែអត់ខ្វល់អីទេបែកគ្នាអញយកថ្មីទៀតតែសូមប្រាប់ចរចាសាសពចាប់ស្ដីប្រាប់ទៅក្មេងៗយូរវែងប្រកក្តីស្រីក្តីជំនាន់ក្រោយពេញវ័យមិនទាន់គុំគ្រាន់បើចង់មានគូបណ្ដាប្រយ័ត្នធ្លោយក្របពុំមិនចង់រូរយធ្វើមុខរៀងលយហេតុចង់សាឡបងនឹងរឿងកោយសេមិនសមមិនខ្មាស់ញៀតវ័យក្រោម5ពីរក្មេងចង់រសៀតសេធំមកឃ្លាតឆ្ងាយសឹកក៏មិនសម័យឥឡូវក្រោម